កាលពីព្រេងនាយមានបងប្អូនពីរនាក់រស់នៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយនាជើងភ្នំខៀវស្រងាត់បងប្អូនទាំងពីរមានចរិតលក្ខណៈខុសប្លែកគ្នាដូចមេឃនិងដីបងប្រុសជាមនុស្សមានចិត្តកំណាញ់រឹងត្អឹងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននិងមានភាពលោភលន់ឥតឧបមាចំណែកឯប្អូនប្រុសវិញជាមនុស្សដែលមានចិត្តសប្បុរសរៀបសារនិងខិតខំធ្វើការងារដោយភាពស្មោះត្រង់បំផុតបន្ទាប់ពីឪពុកម្ដាយរបស់ពួកគេបានចែកឋានទៅបងប្រុសដែលជាអ្នកចាត់ចែងទ្រព្យសម្បត្តិបានប្រើល្បិចកលដណ្ដើមយកផ្ទះធំដីស្រែចម្ការដ៏មានជីជាតិនិងមាសប្រាក់ទាំងអស់ទុកជាកម្មសិទ្ធិម្នាក់ឯងរីឯប្អូនប្រុសវិញទទួលបានត្រឹមតែខ្ទមជរាមួយខ្នងដែលមានដំបូលធ្លុះថ្លាយនិងដើមស្ពឺមួយដើមដែលដុះនៅគៀនរបងផ្ទះតែប៉ុណ្ណោះទោះបីជាទទួលបានចំណែកតិចតួចនិងអយុត្តិធម៌យ៉ាងណាក៏ដោយក៏ប្អូនប្រុសមិនដែលត្អូញត្អែឬខឹងសម្បារនឹងបងប្រុសរបស់ខ្លួនឡើយជារៀងរាល់ថ្ងៃគាត់និងភរិយាដែលជាមនុស្សមានចិត្តធម៌ដូចគ្នាបានខិតខំថែទាំដើមស្ពឺនោះយ៉ាងយកចិត្តទុកដាក់ដោយសង្ឃឹមថាផ្លែរបស់វានឹងអាចជួយដោះស្រាយជីវភាពដែលកំពុងខ្វះខាតបានខ្លះពេលវេលាកន្លងផុតទៅក្រោមការថែទាំយ៉ាងល្អដើមស្ពឺនោះក៏ចាប់ផ្ដើមមានផ្ការីកស្គុះស្កាយនិងផ្ដល់ផ្លែផ្អែមល្ហែមខុសប្លែកពីដើមស្ពឺដទៃទៀតក្នុងភូមិផ្លែរបស់វាមានពណ៌លឿងទុំដូចមាសនិងមានក្លិនក្រអូបឈ្ងុយឈ្ងប់ដែលទាក់ទាញភ្នែកអ្នកដំណើរឆ្លងកាត់យ៉ាងខ្លាំងស្របពេលដែលជីវភាពរបស់ប្អូនប្រុសកំពុងតែមានសង្ឃឹមបន្តិចម្ដងស្រាប់តែមានរឿងហេតុដ៏អស្ចារ្យមួយបានកើតឡើងថ្ងៃមួយនៅពេលដែលកាំរស្មីព្រះអាទិត្យពេលព្រឹកព្រលឹមចាប់ផ្ដើមចាំងជះមុខលើស្លឹកឈើមានសត្វឥន្ទ្រីយក្សមួយក្បាលដែលមានស្លាបធំល្វឹងល្វើយនិងមានរោមពណ៌មាសចាំងចាំងបានហោះចុះមកទុំលើមេឃស្ពឺនោះសត្វឥន្ទ្រីនោះបានចាប់ផ្ដើមជិកស៊ីផ្លែស្ពឺទុំយ៉ាងឃ្លានកាលបើឃើញដូច្នោះប្អូនប្រុសក៏ដើរចេញមកក្រៅទាំងក្តីបារម្ភហើយពោលไปអង្វរកទៅកាន់សត្វឥន្ទ្រីនោះដោយសំឡេងស្រទន់ថាអូលោកឥន្ទ្រីអើយសូមមេត្តាកុំស៊ីផ្លែស្ពឺរបស់ខ្ញុំអីព្រោះវាគឺជាប្រភពចំណូលតែមួយគត់ដែលគ្រួសារខ្ញុំមានសម្រាប់បដូរយកអង្ករហូបជុកប្រសិនបើលោកស៊ីវាអស់តើលោកពួកយើងនឹងបានអ្វីសម្រាប់ចិញ្ចឹមជីវិតទៅភ្លាមនោះអ្វីដែលមិនគួរឲ្យជឿក៏បានកើតឡើងសត្វឥន្ទ្រីយក្សនោះបានឈប់ស៊ីហើយបែរក្បាលមកនិយាយទៅកាន់ប្អូនប្រុសដោយភាសាមនុស្សយ៉ាងច្បាស់ថាកុំព្រួយបារម្ភអីមិត្តសម្លាញ់ជីវិតត្រូវមានការដោះដូរបើខ្ញុំស៊ីផ្លែស្ពឺមួយផ្លែខ្ញុំនឹងសងមាសមួយដំវិញចូលអ្នកទៅដេកថងមួយដែលមានប្រវែង3ចំអាមដើម្បីរងចាំខ្ញុំនៅថ្ងៃស្អែកខ្ញុំនឹងនាំអ្នកទៅយកមាសនៅកោះមួយដ៏ឆ្ងាយឲ្យសែនឆ្ងាយសម្ដីរបស់សត្វឥន្ទ្រីបានធ្វើឲ្យប្អូនប្រុសស្រឡាំងកាំងនិងរំភើបញាប់ញ័រក្នុងចិត្តជាខ្លាំងគាត់មិនដែលនឹកស្មានថាសត្វដែលហោះលើអាកាសអាចនិយាយបានហើយថែមទាំងសន្យានឹងផ្ដល់មាសសងមកវិញបែបនេះសោះបន្ទាប់ពីនិយាយរួចសត្វឥន្ទ្រីយក្សក៏គ្រវីស្លាប់យ៉ាងខ្លាំងបង្កើតជាខ្យល់បក់បក់គ្រវីរួចហោះឡើងទៅលើមេឃដួងទេវាបាត់ស្រមោលទៅប្អូនប្រុសប្រញាប់រត់ចូលទៅក្នុងផ្ទះទិញត្រេកអរដើម្បីប្រាប់ដំណឹងដ៏អស្ចារ្យនេះដល់ភរិយាអ្នកទាំងពីរបានសម្រេចចាត់ធ្វើតាមសម្ដីរបស់សត្វឥន្ទ្រីដោយចាប់ផ្ដើមលាថងក្រណាត់ដែលមានប្រវែង3ចំអាមយ៉ាងហមុតចាត់បំផុតនៅយប់នោះប្តីប្រពន្ធទាំងពីរនាក់ស្ទើរតែមិនអាចសម្រានលក់ឡើយព្រោះក្នុងចិត្តពេញដោយក្តីសង្ឃឹមនិងការរងចាំមើលថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងចំពោះវាសនារបស់ពួកគេរីឯបងប្រុសដែលរស់នៅក្នុងផ្ទះស្គឹមស្កាយមិនបានដឹងតតែសោះថាភាពអស្ចារ្យកំពុងតែរងចាំប្អូនប្រុសដែលខ្លួនធ្លាប់តែមើលងាយនោះឡើយចំណែកឯដើមស្ពឺនៅក្រោមពន្លឺព្រះខែក៏ហាក់ដូចជាកំពុងតែរងចាំផ្ដល់សំណាងដល់ម្ចាស់ចិត្តធម៌របស់វាដូច្នោះដែរម្ចាស់ចិត្តធម៌ទាំងពីរនាក់ដែលកំពុងតែរងចាំសំណាងនៅក្បែរដើមស្ពឺនោះស្រាប់តែប្រទះឃើញពន្លឺព្រះអាទិត្យដំបូងនៃថ្ងៃបានរះឡើងយ៉ាងស្រស់ត្រកាលបំផុតនាំមកនៅកាំរស្មីពណ៌មាសចាំងជះលើស្លឹកស្ពឺដែលនៅតែមានទឹកសន្សើមដក់ជាប់យ៉ាងថ្លាយងដោយគ្រាប់ពេជ្រមិនយូរប៉ុន្មានសំឡេងស្លាប់បោកបុកយ៉ាងខ្លាំងហាក់ដូចជាមានព្យុះសង្ខារាដ៏ធំមួយបានបន្លឺឡើងពីផ្ទៃមេឃដ៏ខ្ពស់ត្រដែតផុតកន្ទុយភ្នែកសត្វឥន្ទ្រីយក្សដែលមានមាឌធំអស្ចារ្យនិងមានកែវភ្នែកមុតស្រួយដោយភ្លេកបន្តបានហក់ចុះមកចត់យ៉ាងសង្ហានៅខាងមុខខ្ទមដ៏កំសត់របស់ពួកគេវាបានងក់ក្បាលយឺតជាសញ្ញានៃការគោរពដល់ម្ចាស់ដើមស្ពឺរួចបន្លឺវាចាជាភាសាមនុស្សយ៉ាងច្បាស់ថាចូលអ្នកឡើងមកលើខ្នងខ្ញុំអើយចប់ហើយកុំភ្លេចយកថង់ប្រវែង3ចំអាមដែលញាក់បានដេរួចរាល់នោះមកជាមួយផង
អូនប្រុសដែលពោពេញដោយភាពជឿជាក់និងចិត្តស្មោះសរឥតមានមន្ទិលបានលាប្រពន្ធជាទីស្រឡាញ់របស់ខ្លួនរួចឡើងជិះលើខ្នងសត្វបក្សីដ៏មានឥទ្ធិពលនោះពួកគេបានហោះកាត់វាលស្រែពណ៌ខៀវស្រងាត់ឆ្លងកាត់ជួរភ្នំខ្ពស់ៗដែលគ្រប់ដំដៅដោយពពកសក្បូរនិងសមុទ្រដ៏ធំល្វឹងល្វើយដែលហាក់ដូចជាគ្មានទីបញ្ចប់រហូតដល់បានឃើញកោះមួយដែលភ្លឺជីងចៃជីងចាតដោយត្បូងមរកតនៅកណ្ដាលមហាសមុទ្រដ៏ជ្រៅបំផុតនៅពេលចុះចតដល់ដីភ្លាមប្អូនប្រុសស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងឡើយព្រោះគ្រប់ទីកន្លែងដែលគាត់ឈរសុទ្ធតែជាគំនរមាសដ៏មហាសាលនៅចំពោះមុខគាត់មិនមែនជាដីខ្សាច់ឬគ្រួសធម្មតានោះទេប៉ុន្តែគឺជាដុំមាសសុទ្ធនិងត្បូងពេជ្រដ៏មានតម្លៃមហិមាដែលនៅរាយប៉ាយពេញផ្ទៃដីដូចជាគ្រាប់ខ្សាច់នារដូវប្រាំងដូចនោះដែរសត្វឥន្ទ្រីបានប្រាប់ឲ្យគាត់ប្រញាប់រើមាសដាក់ក្នុងថង់ដែលគាត់បានរៀបចំទុកជាមុនដោយក្តីស្មោះត្រង់និងមិនមានចិត្តលោភលន់មិនតិចសោះឡើយប្អូនប្រុសបានរើសដុំមាសដាក់ត្រឹមតែពេញថង់3ចំអាមរបស់ខ្លួនប៉ុណ្ណោះទោះបីជាមានគំនរមាសរាប់មិនអស់នៅជុំវិញខ្លួនដែលអូសទាញដឹកចិត្តយ៉ាងណាក៏ដោយបន្ទាប់ពីបានសម្រេចបំណងតាមការសន្យាសត្វឥន្ទ្រីក៏បាននាំគាត់ត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពបំផុតចាប់តាំងពីថ្ងៃនោះមកជាភាពរបស់ប្តីប្រពន្ធទាំងពីរបានប្រែប្រួលពីភាពក្រីក្រទុក្ខយ៉ាមកជាអ្នកមានជ័យមង្គលពួកគេបានសាងសង់ផ្ទះសម្បែងសម្រុំចែករំលែកស្បៀងអាហារដល់អ្នកភូមិដែលខ្វះខាតនិងរកនៅដោយក្តីសុខសាន្តបំផុតជាមួយអ្នកជិតខាងជិតឆ្ងាយទោះជាយ៉ាងណាភាពមានបានភ្លាមដោយមិនដឹងខ្លួននេះมันអាចលាក់បាំងពីក្រសែភ្នែករបស់បងប្រុសដែលឆ្លុះវឹងវែងនឹងលេបសក្ការៈនិងអំណាចទ្រព្យសម្បត្តិបានឡើយនៅពេលលើដំណឹងថាបងប្រុសស្រាប់តែខ្លាចជាសិទ្ធិមានមាសប្រាក់ហូរហៀព្រឺមិនអស់បងប្រុសនិងប្រពន្ធក៏ប្រញាប់ប្រញាល់ធ្វើដំណើរមកសួរសុខទុក្ខបងភ្លាមប៉ុន្តែក្នុងចិត្តរបស់ពួកគេគឺពោពេញដោយការច្នៃនេះនិងចង់ដឹងពីប្រភពទ្រព្យសម្បត្តិទាំងនោះឲ្យខានតបាននៅពេលបានដឹងពីទឹកអំពីរឿងសត្វឥន្ទ្រីនិងដើមស្ពឺទឹកដ៏អស្ចារ្យបងប្រុសក៏បានប្រើល្បិចគុណលួងបងប្រុសដោយសម្ដីផែមដោយទឹកកមុំលេថ្នាំពិស្ថាបងប្រុសដ៏ល្អរបស់បងអើយពេលនេះបងនឹកស្រណោះខ្ទមចាស់និងដើមស្ពឺដែលយើងធ្លាប់រួមរស់ជាមួយគ្នាពីក្មេងណាចូលឯងយកតែធំស្គឹមស្កៃនិងទ្រព្យសម្បត្តិរបស់បងទាំងអស់ទៅចុះហើយបងសំត្រឹមតែបដូរយកខ្ទមទូចនិងដើមស្ពឺនេះវិញបានទេដោយដឹងពីចរិតលោភលន់មិនចេះចែកចង់របស់បងប៉ុន្តែដោយសារក្តីមេត្តានិងចង់បញ្ចប់បញ្ហាចំនួនបងប្អូនបងប្រុសក៏យល់ព្រមតាមសំណានោះដោយមិនរិះគន់ចិត្តឡើយបងប្រុសនិងប្រពន្ធដែលពោពេញដោយក្តីលោភលន់ខ្លាំងក្លាបំផុតបានមកស្នាក់នៅក្នុងខ្ទមទូចហើយទន្ទឹងរង់ចាំសត្វឥន្ទ្រីជារៀងរាល់ថ្ងៃដោយចិត្តនឹងអាសាបំផុតពួកគេមិនត្រឹមតែមិនដេកតាម3ចំអាមតាមការណែនាំនៃម៉ាត់របស់សត្វឥន្ទ្រីនោះទេផ្ទុយទៅវិញពួកគេបានលួចដេកតាមដ៏ធំសម្បើមមួយដែលមានប្រមាណដល់ទៅ12ចំអាមដើម្បីច្រកមាសក្បានច្រើនបំផុតតាមដែលធ្វើបានសម្រាប់ខ្លួនគេផ្ទាល់ទីបំផុតសត្វឥន្ទ្រីក៏បានហូបម្ដងទៀតតាមការសន្យាដែលបានផ្ដល់ឲ្យបងប្រុសបានស្ទុះខ្លាំងលើក្នុងឥន្ទ្រីចំភ័យផងអស់ផងដោយក្នុងចិត្តរបស់គាត់ស្មៃឃើញតែគំនុំមាសដ៏មហិមាដែលនឹងធ្វើឲ្យរូបគេខ្លាចជាសិទ្ធិលំដាប់ផ្ដេកមកនៅក្នុងភូមិឋាននេះតែម្នាក់ឯងទេសត្វឥន្ទ្រីបាននាំគាត់ហោះសម្ដៅទៅកាន់កោះមាសកណ្ដាលសមុទ្រដោយការពីលើកមុនដែរប៉ុន្តែលើកនេះមាសកាត់ដូចជាត្រែពណ៌ស្រស់ភ្លាមគួរឲ្យខ្លាចហើយរលកសមុទ្រដ៏ធំក៏ចាប់ផ្ដើមបោកខ្លាំងហាក់ដូចជាកំពុងតែព្រាមានអំពីគ្រោះមហន្តរាយដ៏ធំមួយដែលបណ្ដាលមកពីចិត្តលោភលន់និងហ៊ានដែនកំណត់របស់មនុស្សលោកយ៉ាងនេះសំឡេងខ្យល់បោកខ្លាំងហាក់ដូចជាការធ្ងោរបស់មហាសមុទ្រខណៈដែលសត្វឥន្ទ្រីបានចុះចតលើច្រាំងនៃកោះមាសដ៏ត្រចះត្រចង់គ្រាន់តែជើងប៉ះនឹងដីភ្លាមបងប្រុសចិត្តអាក្រក់មិនបងអង់យូរឡើយគាត់បានស្ទុះទៅបាក់បាវដ៏ធំសម្បើមដែលគាត់បានដេកភ្ជាប់គ្នាជាច្រើនស្រទាប់សម្រាប់ត្រៀមទុកជាស្រេចនោះហើយចាប់តាមប្រមូលយកដុំមាសទាំងឡាយដែលកំពុងចាំងឆ្លុះនឹងពន្លឺថ្ងៃញ៉ាត់ចូលទៅក្នុងបាវយ៉ាងទុក្ខក្រហើបំផុតភ្នែករបស់គាត់ឡើងក្រហមងាំងដោយកម្លាំងនៃសេចក្តីលោភលន់ដែលកំពុងតែក្របដណ្ដប់លើវិញ្ញាណទាំងស្រុងហាក់ដូចជាមិនចង់ឲ្យមាសសង្បីតែមួយក្របតូចបំផុតនៅសេសសល់នៅលើកោះដ៏អស្ចារ្យនេះឡើយដៃរបស់គាត់ញាប់ដោយម៉ាស៊ីនចាប់មាសផងចាប់ត្បូងពេជ្រផងញ៉ាត់បញ្ជូនចូលទៅក្នុងមាត់បាវដែលរីកធំដូចជាមាត់បិសាចដែលមិនចេះឆ្អែតឆ្អានសត្វឥន្ទ្រីដែលកំពុងឈរមើលសកម្មភាពនោះដោយក្តីមន្ទិលនិងព្រួយបារម្ភក៏បានបន្លឺសំឡេងដាស់តឿនឡើងថាណែលោកបងប្រញាប់ឡើងពេលនេះមេឃចាប់ដើមងងឹតស្លុបហើយព្រះអាទិត្យជិតនឹងលើកទៅវិញក្នុងពេលឆាប់នេះឯរលកសមុទ្រក៏កាន់តែបោកខ្លាំងឡើងដែរបើលោកបងនៅតែបន្តយកមាសច្រើនលើស្លុបបែបនេះខ្ញុំនឹងមិនអាចមានកម្លាំងគ្រប់គ្រាន់ដើម្បីនាំលោកបងត្រឡប់ទៅកាន់ត្រុយម្ខាងវិញបានឡើយប៉ុន្តែសម្ដីរបស់សត្វឥន្ទ្រីហាក់ដូចជាខ្យល់បក់កាត់ត្រចៀករបស់បុរសជាបងតែប៉ុណ្ណោះគាត់ហាក់ដូចជាថ្លង់មិនលឺអីទាំងអស់ព្រោះក្នុងចិត្តរបស់គាត់មានតែរូបភាពនៃវិមានដ៏ស្កឹមស្កៃនិងអំណាចនៃប្រកាសដៃរបស់គាត់នៅតែបន្តញ៉ាត់មាសចូលក្នុងបាវរហូតដល់ពេញហៀ
หายแถมแต่ยกมีคลาดักนงหาวเปล่าอ้าวหนึ่งข้าวระบกอดระหดดอดทงุนไปเอียงคลวนเตียดพองตมงนในเมียรอบ100 กิโลกรัมบ้านถือไอกอดดาวสตือแต่มันรวยบรรตายกอดเนื้อแต่มันปรุมเบาบองดมเมียหน้ามวยเจ้าเลยสมไปแต่ดมตอยบังพอดก็ได้เนื้อเปลวได้สัตว์อันตรีบังคอมจิตไอกอดลางหรือทนองดำไปหอเจนปีกอปลุกตึกสมุดจับดามลางกระโบบอกดาวจังว่าก็จับดาวหอลางหรืออากาศมาดองเตียดปัญจัยเลือกนี้วีเมียนอารมณ์ข้าทมุนข้อปิทอไม่ดาครั้งนะสลาบดอมเมียนกำลังระบอเวียหรือไว้หนึ่งจอยอย่างครั้งดำไปตุบลมหนึ่งปัญตายบองเปราะหลบล้นรูปนุเนื้อแต่บรรต่อโอเปาเมียจวบหนึ่งตรวงอย่างแน่นโดยจีกำนบจีวัดเนื้อกันดามหาสมุทรแต่กำปุงเมียนระโลกยะบอกสลับแต่เมียนเจ้าเที่ยวกำบุตตะบุงมวยบานบอกเมาอย่างสหาวสัตว์อันตรีบานไสปรับมาดองเตียดดอยสำเลียงสออกซาทาลูกบองชับบอกมีคลาเจ้าเตอเบามันดูชนะเตจึงแต่งปีหนึ่งเตยทละเจ้ากนงสมุดสลับจ่าเจมันคานตุยตัวเวงบองโปรจิตอักรอบได้วงเวงหนึ่งตรอบแบจีสไรจีสได้ย่อยสัตว์อันตีเวงแต่งคังสมบาทาแห่งจีสัตเตรชานอ่อนถอยนะกรอนแต่เมียเป็นนังสอหอมันจ้องรุยพองจำมือดอกแต่ฟินอังหนึ่งสำหรับแองยกสักเถื่อมาโฮบจีมันคานบ้าแองมันคอมปรังหอไอเลื่อนจึงนี้เตโนมันอยู่ปันมานกำลังระบาดสัตว์อันตรีกับบานออราลิงรวมซ้ำหนึ่งจอยผิวบอกมาชอมปีมุกบุกตังเกตหนึ่งเบาเมียดอทมสำเบาพองนุถือไอเวียมันอาจตบตัวหนึ่งตำงุนดอมาอีมาบานเทียดลอยสัตว์อันตรีก็บานหอเพียงคลวนมันติดโดยซาแต่กาอ้อกำลังคลังถือไอบองเปราะได้กำปงแต่วงเวงสมาระใดหนึ่งตรบสัมบัติระบุดใดเช่งปีขนองอันตรีรูปกอดหนึ่งเบาเมียดอทนนูบานคลักโจตะคลงจำเรือตึกสมุดโดยเจริญโดยจีดุมทมอหายบัดสำเราซูนชึงแต่จุ่มมือระโลกบอกดอกสาวโคเขาขมีนซอลสมใบแต่สักซับสัตว์อันตรีบานตรมแต่ห่อหาตรลบด้วยเวนแต่งกระเดซุกได้จมปวดจุกเวสนาระบามนุษย์ลุบลุนได้มันแจสดับตำบลมอนรีแอโบนโปรได้จีมนุษย์สิวตรงหนึ่งเมียนเจ็ดเมตตากอดบานเปล่าบราตรอบสัมปัตได้สัตว์อันตรีอ้อยมกนูดำไปสร้างสองประเทศสัมไปหนึ่งจุยดอยยักษ์ภูมิได้เกรกรอลำบากเวสเนียดอยมันได้เกิดปีประย่อยไปต่อคลวนไล่กอดบานรูเนยยังเมียนสุภาพมังกลหนึ่งตัวกากรุบสลันปีมนุษย์กรุบกนีจะเรียงระโหดมอบเรื่องราวดอจูจอดระเบาบองเปราะหนึ่งพีบจกเจระเบาโบนเปราะบานคลายจีเมเรียนดอเมียนตำไลสำหรับมนุษย์กรุบจำนอนเอาจอมจำเจนิกทาสิกได้ลุบลุนคือจีเพลิงได้ดดบำพลายคลวนไอหายจัดทอหนึ่งกาเจสกับสกอลคือจีเพลยได้นอมตัวรกสิกได้สุกดับบทประกาศ